បុកល្ហុងងាយធ្វើញ៉ាំនៅផ្ទះដោយខ្លួនឯងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំចង់បង្ហាញពីរបៀបធ្វើបុកល្ហុងងាយនៅផ្ទះដោយខ្លួនឯងល្ហុងនាងខ្ញុំឈូសវាជាសរសៃបន្តមកទៀតនាងខ្ញុំដាក់ខ្ទឹមសម្ទេសបុកវាបន្តិចប៉ុន្តែកុំឲ្យម៉ត់ពេករួចដាក់ស្ករសចូលបើសិនជានៅផ្ទះអ្នកទាំងអស់គ្នាមានស្ករត្នោតខ្មែរគួរតែដាក់ស្ករត្នោតខ្មែរវិញតែដោយសារតែផ្ទះនាងខ្ញុំអត់ទើបប្រើស្ករសជំនួសវិញដាក់ស្តៅគួរនិងប៉េងប៉ោះបុកញុំវាបន្តិចបានហើយនាងខ្ញុំភ្លេចបញ្ជាក់ប្រសិនបើអ្នកទាំងអស់គ្នាញ៉ាំប៊ីចេងអ្នកទាំងអស់គ្នាអាចដាក់ប៊ីចេងបានបន្ទាប់ពីស្តៅគួរនិងប៉េងប៉ោះរបស់យើងបែកហើយយើងដាក់ល្ហុងចូលដាក់ទឹកប្រហុកតិចច្រើនតាមការចូលចិត្តរបស់អ្នកទាំងអស់គ្នាដាក់ទឹកត្រីចូល1ស្លាបព្រាបាយរួចច្របាច់ក្រូចឆ្មា2 3ចំណិតចូលទៅរួចច្របល់វាឲ្យសព្វគ្រឿងភ្លក់យករសជាតិជូរប្រៃផ្អែមជាការបើសិនជាមានក្តាមប្រៃឬក៏គ្រឿងសមុទ្រប៉ាតេទៀតណារឹតតែអែមហ្មងចុងក្រោយនាងខ្ញុំក៏សូមអរគុណនិងសូមទោសទុកជាមុនបើសិនជានាងខ្ញុំនិយាយពាក្យសម្ដីឬក៏ធ្វើកាយវិការណាមិនសមរម្យអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតណា